ផ្លូវជាតិលេខ5ផ្ដល់អត្ថប្រយោជន៍យ៉ាងធំធេងក្នុងការបង្កើនការនាំចេញចំណូលនិងបម្រើវិស័យសេដ្ឋកិច្ចកម្ពុជាក្រសួងសាធារណការនិងដឹកជញ្ជូនបានដឹងថាផ្លូវជាតិលេខ5គឺជាផ្នែកមួយនៃផ្លូវ ASEAN Highway លេខ1 AH1 ដែលតភ្ជាប់គ្នារវាងរាជធានីភ្នំពេញទីក្រុងបាងកកនិងទីក្រុងហូជីមីញនិងជាខ្សែផ្លូវស្ថិតនៅក្នុងរបៀងសេដ្ឋកិច្ចដ៏មានសក្តានុពលផ្លូវជាតិនេះមានប្រវែងសរុប 407.47 គីឡូម៉ែត្រឆ្លងកាត់ខេត្តកណ្ដាលកំពង់ឆ្នាំងពោធិ៍សាត់បាត់ដំបងនិងបន្ទាយមានជ័យផ្លូវជាតិលេខ5ផ្ដល់អត្ថប្រយោជន៍យ៉ាងធំធេងក្នុងការបង្កើនការនាំចេញការនាំចូលនិងបម្រើវិស័យសេដ្ឋកិច្ចកម្ពុជាពិសេសអាចកាត់បន្ថយគ្រោះថ្នាក់និងការកកស្ទះចរាចរណ៍បានយ៉ាងច្រើនលើពីនេះទៅទៀតផ្លូវនេះក៏បានជួយសម្រួលនិងធ្វើឲ្យជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរតាមរយៈកំណើននៃការអភិវឌ្ឍវិនិយោគនិងទេសចរណ៍